នឹងដោះលែងកងទ័ពកម្ពុជាទាំង18រូបដោយមិនត្រូវរងចាំទៀតឡើយក្រោយកិច្ចព្រមព្រៀងនិងលក្ខខណ្ឌ3ផ្សេងទៀតជាលក្ខខណ្ឌសំខាន់ដែលត្រូវបានព្រៀងចូលទៅក្នុងឯកសារមួយហៅថាកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃសួស្តីប្រិយមិត្តជាទីមេត្រីជនរួមជាតិជាទីស្នេហាព័ត៌មាននេះកាន់តែមានសារៈសំខាន់ព្រោះវាមិនត្រឹមតែជាកិច្ចព្រមព្រៀងរវាងប្រទេសជិតខាងទេប៉ុន្តែវាមានការចូលរួមជាសាក្សីដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim ដែលជាប្រធានអាស៊ានបដូវវេនផងដែរក្រោយត្រឡប់ពីប្រទេសម៉ាឡេស៊ីវិញនៅថ្ងៃទី18តុលាឆ្នាំ2025លោកប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសកម្ពុជាបានផ្ដល់បទសម្ភាសន៍ជាផ្លូវការដល់ទូរទស្សន៍ជាតិកម្ពុជាលោកបានបញ្ជាក់ថាការចរចាផ្លូវការរវាងភាគីទាំងពីរកម្ពុជានិងថៃបានចប់ដោយលទ្ធផលវិជ្ជមានហើយឯកសារសំខាន់មួយដែលគេស្គាល់ថាកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃត្រូវបានព្រៀងរួចរាល់ក្នុងឯកសារនេះមានចំណុចសំខាន់4ដែលត្រូវបានសម្រេចរួចហើយលក្ខខណ្ឌទី1ថៃនឹងដោះលែងទាហានកម្ពុជាទាំង18រូបភ្លាមនេះគឺជាចំណុចដែលបង្កើតការទាក់ទាញយ៉ាងខ្លាំងក្នុងសង្គមកម្ពុជាបន្ទាប់ពីមានការចាប់ខ្លួនទាហានកម្ពុជាចំនួន18រូបនៅតាមតំបន់ព្រំដែនខាងជើងក្នុងខែសីហាកន្លងមកការចរចាថ្មីនេះបាននាំឲ្យថៃយល់ព្រមដោះលែងពួកគេដោយមិនត្រូវរងចាំនៅដំណាក់កាលច្បាប់ឬការវិតម្លៃបន្ថែមទៀតឡើយនេះគឺជាសញ្ញាដ៏ល្អបង្ហាញថាភាគីទាំងពីរចង់ចាប់ផ្ដើមទំនាក់ទំនងសន្តិភាពឡើងវិញលក្ខខណ្ឌទី2កម្ពុជានិងថៃនឹងដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនទាំងសងខាងលក្ខខណ្ឌនេះមានសារៈសំខាន់ណាស់ព្រោះតំបន់ព្រំដែនជិតប្រាសាទព្រះវិហារនិងតំបន់ជាប់ភូមិសារៈបំជាច្រើនធ្លាប់ជាកន្លែងមានភាពតានតឹងយ៉ាងខ្លាំងការដកអាវុធធុនធ្ងន់នេះនឹងជួយកាត់បន្ថយហានិភ័យការបាញ់ប្រហារឡើងវិញហើយធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនមានសុវត្ថិភាពនិងទំនុកចិត្តកាន់តែច្រើនលក្ខខណ្ឌទី3កម្ពុជានិងថៃនឹងស្ដារឡើងវិញនៅទំនាក់ទំនងការទូតនិងទំនុកចិត្តសន្តិភាពលើពីការបញ្ឈប់សង្គ្រាមកិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលនៅចំណុចអំពីការបង្កើនកម្រិតនៃទំនាក់ទំនងការទូតដូចជាការផ្លាស់ប្ដូរអ្នកទូតការបើកប្រជុំសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងវប្បធម៌វាជាជំហានសំខាន់សម្រាប់បង្កើតបរិយាកាសសន្តិភាពនិងស្ថិរភាពយូរអង្វែងនៅអាស៊ីអាគ្នេយ៍លក្ខខណ្ឌទី4ការដោះស្រាយបញ្ហាព្រំដែនត្រូវធ្វើតាមសន្តិវិធីនិងប្រព័ន្ធបណ្ដាញច្បាប់អន្តរជាតិនេះគឺជាចំណុចដែលអាចធានាបានថាកម្ពុជាមិនបោះបង់សិទ្ធិស្របច្បាប់លើទឹកដីរបស់ខ្លួនឡើយគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជាថៃនឹងបន្តធ្វើការងារតាមសន្ធិសញ្ញានិងអនុសញ្ញាផ្លូវការដែលមានស្រាប់ទៅហើយដើម្បីធានាថាការសម្គាល់ព្រំដែនធ្វើឡើងដោយសន្តិភាពនិងភាពយុត្តិធម៌តាមការបញ្ជាក់របស់លោកប្រាក់សុខុនការចុះហត្ថលេខានេះមិនមែនមានតែប្រទេសជិតខាងនោះទេសហរដ្ឋអាមេរិកដែលមានលោក Donald Trump ជាប្រធានាធិបតីបានលើកសម្លេងជំរុញឲ្យមានការបញ្ចប់ជំនួសនិងលើកកម្ពស់សន្តិភាពក្នុងតំបន់ខណៈដែលម៉ាឡេស៊ីជាប្រទេសម្ចាស់ផ្ទះនិងជាប្រធានអាស៊ានបំពេញតួនាទីជាម្ចាស់ឆាកចរចាដើម្បីធានាថាកិច្ចព្រមព្រៀងនេះមានសុពលភាពនិងទទួលការគាំទ្រពីប្រទេសអាស៊ានទាំងមូលកិច្ចព្រមព្រៀងសន្តិភាពនេះមិនមានចំណុចណាមួយនិយាយអំពីការបោះបង់ទឹកដីឬបាត់បង់អធិបតេយ្យឡើយតាមការបញ្ជាក់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជានឹងរក្សាទុកសិទ្ធិស្របច្បាប់លើទឹកដីទាំងមូលដោយបន្តការពារព្រំដែនស្របច្បាប់និងសន្តិភាពកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃគឺជាជំហានដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំងពីរវាបង្ហាញពីការចូលរួមរបស់អាស៊ានក្នុងការរក្សាសន្តិភាពតម្លាធាននិងការរួបរวมតំបន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាវាជាសារមានសុទិដ្ឋិនិយមថាសន្តិភាពកំពុងតែវិលត្រឡប់មកវិញបន្ទាប់ពីការតានតឹងជាច្រើនខែព័ត៌មានក្តៅគគុកមួយទៀតសម្ដេចហ៊ុនម៉ាណែតបានចេញមកបកស្រាយយ៉ាងច្បាស់ថាកិច្ចព្រមព្រៀងឈប់បាញ់មិនមែនជាកិច្ចព្រមព្រៀងដែលនាំឲ្យបាត់បង់ទឹកដីនោះទេប៉ុន្តែវាគ្រាន់តែជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់ប្រហារគ្នានិងបង្កើតស្ថានភាពសន្តិភាពនៅតាមព្រំដែនវាគឺជាលក្ខខណ្ឌបច្ចេកទេសនិងក្រមប្រតិបត្តិដើម្បីធានាថាភាគីទាំងពីរមិនបន្តប្រើអាវុធឬធ្វើសកម្មភាពប្រឆាំងគ្នាឡើយ។
បន្ថែមពីនេះកិច្ចព្រមព្រៀងសន្តិភាពដែលគ្រោងធ្វើនៅពេលខាងមុខនោះក៏គ្រាន់តែជាឯកសារដែលនិយាយអំពីវិធីសាស្ត្រផ្លូវការនៃការស្ដារទំនាក់ទំនងជាបងប្អូនជិតខាងឡើងវិញបន្ទាប់ពីមានជំលោះយោធាសម្ដេចបានលើកឡើងថាកិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាការសហការនិងការរួបរวมគ្នាដើម្បីឈានទៅរកសន្តិភាពដ៏ចាំបាច់សម្ដេចក៏បានបញ្ជាក់យ៉ាងច្បាស់ថាក្នុងកិច្ចព្រមព្រៀងទាំងពីរនោះមិនមានកន្លែងណានិយាយអំពីការបោះបង់ដីឬការផ្លាស់ប្ដូរព្រំដែនឡើយការងារទាំងអស់ដែលទាក់ទងនឹងព្រំដែនត្រូវស្ថិតនៅក្រោមអធិបតេយ្យរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជាថៃដែលត្រូវដោះស្រាយតាមសន្ធិសញ្ញានិងអនុសញ្ញាផ្លូវការដែលមានស្រាប់ទៅហើយសម្ដេចហ៊ុនម៉ាណែតបាននិយាយថាការបញ្ចេញពណ៌ដែលមានបែបស្ដៅស្ដើយឬចចាមអារម្មណ៍បែបនេះជាការមិនទទួលខុសត្រូវនិងអាចបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលកម្ពុជាមិនដែលបោះបង់កាតព្វកិច្ចក្នុងការពារទឹកដីនិងអធិបតេយ្យជាតិឡើយសម្ដេចបានលើកឡើងបន្ថែមថាកម្ពុជាមិនដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យនោះទេការចរចាណាមួយរវាងកម្ពុជានិងថៃតែងតែស្ថិតនៅក្រោមគោលការណ៍សន្តិវិធីនិងការគោរពច្បាប់អន្តរជាតិការបង្ហាញសាររបស់សម្ដេចនៅពេលនេះគឺមានន័យសំខាន់ណាស់ព្រោះវាគឺជាសញ្ញាដែលបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់លើអធិបតេយ្យនិងសន្តិភាពជាតិម្នាក់នេះទោះបីជាមានការតានតឹងយ៉ាងណាក៏កម្ពុជានឹងតែបន្តផ្ដោតលើផ្លូវសន្តិវិធីដើម្បីការពារនិងរក្សាសន្តិភាពសម្រាប់ប្រជាជននៅចុងក្រោយនេះសម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋថាកុំជឿតាមព័ត៌មានមិនផ្លូវការឬការអត្ថាធិប្បាយគ្មានមូលដ្ឋានលើបណ្ដាញសង្គមអ្វីដែលតាក់ទងនឹងប្រទេសត្រូវយកព័ត៌មានត្រឹមត្រូវពីប្រភពផ្លូវការតើអ្នកដឹងយ៉ាងដូចម្តេចចំពោះសាររបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនេះសូមបញ្ចេញមតិយោបល់ខាងក្រោមហើយកុំភ្លេចចុច like និង subscribe Channel Finance at 1KX ដើម្បីទទួលបានវីដេអូថ្មីៗទៀត